សេដ្ឋកិច្ចបច្ចុប្បន្នរបស់ណាដែលយើងគួរចំណាយចាំយើងចំណាយរបស់ណាចាំបាច់ចាំយើងទិញនេះជាសម្ដីរបស់បងស្រីម្នាក់ដែលខ្ញុំបន្ទាប់ពីលក់ឲ្យភ្ញៀវហើយខ្ញុំចុចទូរស័ព្ទមើលទៅក៏ខ្ញុំប៉ះចំវីដេអូហ្នឹងហើយខ្ញុំក៏គាំទ្រសម្ដីគាត់ដែរប៉ុន្តែខ្ញុំគិតមួយជ្រុងទៀតថាសហគមន៍យើងត្រូវការចរន្តលុយត្រូវការជួយទិញគ្នាទៅវិញទៅមកឧទាហរណ៍ដូចហាងកាហ្វេអញ្ចឹងណាព្រលឹមឡើងយើងត្រូវការញ៉ាំកាហ្វេហើយដោយសារឥឡូវនេះគឺជាទូទៅម្នាក់ចូលចិត្តញ៉ាំកាហ្វេបើសិនជាយើងទៅទិញគេក្រៅមកកំប៉ុង1រៀលចាឬក៏រហូតដល់2រៀលអីចឹងទៅចាតាមលក្ខណៈកាហ្វេម៉ាស៊ីនអីចឹងណាតែបើយើងគិតថាចំណាយច្រើនណាអញ្ចឹងយើងគួរតែទិញកាហ្វេកញ្ចប់យកមកឆុងញ៉ាំខ្លួនឯងទៅវាកាត់បន្ថយដែរឧទាហរណ៍ដូចបាយអញ្ចឹងយើងគួរតែទិញមកយកមកធ្វើញ៉ាំនៅផ្ទះខ្លួនឯងអញ្ចឹងណាវាកាត់បន្ថយដែរហើយបើយើងនាំគ្នាម្នាក់គិតចឹងមិនសហគមន៍ហ្នឹងបាត់ចរន្តលុយបាត់ហើយព្រោះឥឡូវនេះយើងត្រូវការទិញគេទិញយើងអញ្ចឹងវាមានការចំណាយទៅវិញទៅមកអញ្ចឹងឥឡូវឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំលក់សម្លៀកបំពាក់ខ្ញុំលក់ខោអាវអញ្ចឹងណាហើយបងដែលគាត់ចាត្រូវការសម្លៀកបំពាក់គាត់អាចមកជួយទិញខ្ញុំបានហើយនៅពេលដែលខ្ញុំចាត្រូវការញ៉ាំត្រូវការរបស់ផ្សេងក្រៅពីខោអាវអញ្ចឹងគឺខ្ញុំទៅជួយទិញបងដែលនៅជិតក្បែរគ្នាទៅចាឧទាហរណ៍ដូចព្រលឹមឡើងខ្ញុំត្រូវការញ៉ាំអាហារពេលព្រឹកខ្ញុំជួយទិញបងដែលលក់នៅជិតវិញហ្នឹងអញ្ចឹងទៅអញ្ចឹងមិនថានេះជាការជួយគ្នាទៅវិញទៅមកបើអញ្ចឹងទេម្នាក់ផោស្ងាត់ណាស់អញ្ចឹងដោយសារយើងបិទការចាយបាត់ហើយខ្ញុំក៏ដឹងដែរថាសេដ្ឋកិច្ចបច្ចុប្បន្នហ្នឹងវារៀងពិបាកចាវិបត្តិសេដ្ឋកិច្ចអីចឹងទៅប៉ុន្តែដោយសារតែមូលហេតុចឹងហើយបើយើងអត់ជួយទិញគ្នាទៅវិញទៅមកយើងធ្វើឲ្យចរន្តលុយដើរទេអញ្ចឹងយើងហត់តែយ៉ាប់ទៀតហើយដូច្នេះហើយដើម្បីឲ្យមានចរន្តលុយទៅវិញទៅមកប្រៀបដូចជាយើងជួយគ្នាទៅវិញទៅមកដែរដូច្នេះបងដែលត្រូវការសម្លៀកបំពាក់កុំភ្លេចមកជួយគាំទ្រហាងម៉ាក់ចេណាផងចឹងបានអីវ៉ាន់ស្អាតអីវ៉ាន់ដែលមានគុណភាពកុំភ្លេចហាងម៉ាក់ចេណា